សេឈ្នួលចាំដីឲ្យគេចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគាត់មានឈ្មោះថាធីប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលគាត់បានជួបប្រទះកាលពីក្នុង16ឆ្នាំមុនកាលពី16ឆ្នាំមុនធីគាត់បានអាយុត្រឹមតែ15ឆ្នាំទេចំណែកបងប្រុសរបស់គាត់គឺបានអាយុ13ឆ្នាំក្រុមគ្រួសាររបស់ធីកាលពីក្នុង16ឆ្នាំមុនគឺមានជីវភាពពិបាកខ្លាំងមែនទែនទាំងអស់គ្នាមិនត្រឹមតែក្រីក្រទេថែមទាំងជាពាក់បំណុលគេថែមទៀតដីគ្រួសារគាត់គឺត្រូវបានគេរឹបអូសរឹបអីចឹងទៅដោយសារតែជាពាក់បំណុលគេអត់មានលុយសងអីចឹងណាហើយពេលខ្លះទៀតទៅម៉ាក់ប៉ារបស់គាត់គឺត្រូវបង្ខំចិត្តលក់ដីផ្ទះហ្នឹងណាដើម្បីសងគេថែមទៀតយូរទៅផ្ទះរបស់គាត់គឺនៅត្រឹមតែមកកូនដីទូចមួយនឹងទេប៉ារបស់គាត់ពេលហ្នឹងក៏មានការងារធ្វើដែរដោយគាត់ធ្វើជាសន្តិសុខនៅរោងចក្រមួយកន្លែងនៅតាមខេត្តអីចឹងណាហើយដឹងស្រាប់ហើយកាលពីក្នុង16ឆ្នាំមុនអីហ្នឹងប្រាក់ខែគឺមិនច្រើនទេគឺតិចខ្លាំងមែនតើហើយម៉ាក់របស់គាត់វិញក៏របៀបថាលក់បន្លែលក់អីនៅផ្សារដែរតែដូចនិយាយចឹងគឺគាត់ជាពាក់បំណុលគេផងអីចឹងគឺរកអត់សល់ទេអញ្ចឹងហើយទៅទេឲ្យទៅពេលគាត់ទៅពីការសិក្សាអញ្ចឹងបងប្អូនគាត់តែងទៅរើសខ្ចងរើសក្តាមចាប់ត្រីចាប់អីដើម្បីយកម៉ាក់គាត់លក់នៅផ្សារអញ្ចឹងទៅហើយពេលខ្លះទៀតគាត់ដល់ថ្នាក់កិច្ចសាលាកិច្ចមួយអាទិត្យជាប់គ្នាអីក៏មានដែរដើម្បីជួយលក់ម៉ាក់របស់គាត់ទៅជួយរកអីលក់អីម៉ាក់គាត់អីចឹងទៅបងប្អូនចង់ថាជីវភាពពួកគាត់គឺកាន់តែបាក់ទៅពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងឯងហើយពេលខ្លះទៅម៉ាក់ប៉ារបស់គាត់ហ្នឹងក៏បានស៊ីឈ្នួលចាំដីឲ្យគេដែរហើយពេលខ្លះម៉ាក់គាត់តែចាំតែម្នាក់ឯងទាំងគ្នាគាត់ក៏អត់ម៉ាក់គាត់ដែរអញ្ចឹងហើយទើបមានពេលមួយនោះនៅពេលដែលគេហ្នឹងមកប្រាប់ក្រុមគ្រួសារគាត់ថាចេះគេត្រូវការជួលអ្នកដែលគេទៅចាំដីអញ្ចឹងណាអញ្ចឹងទៅពេលឮអញ្ចឹងធីគាត់ថាចេះឲ្យម៉ាក់គាត់ទទួលគេទៅអញ្ចឹងម៉ាក់គាត់ក៏សួរគេថាចេះតើជួលនឹងគេឲ្យមួយខែប៉ុន្មានអីប៉ុន្មានគេក៏ប្រាប់ថាឲ្យមួយខែនឹងគឺ60,000ម្ចាស់គេគឺនៅក្រៅប្រទេសទាំងអស់ទាំងអីទាំងប្រពន្ធទាំងក្រុមគ្រួសារអីចឹងណាហើយពីមុនមកដីមួយនឹងក៏ធ្លាប់មានគេដេកចាំដែរប៉ុន្តែដោយសារតែអ្នកដែលគាត់ដេកចាំហ្នឹងគាត់ចង់ទៅរកស៊ីរបស់អីផ្សេងអញ្ចឹងគាត់ក៏ឈប់នៅដីនឹងទៀតអញ្ចឹងទៅគេមករកក្រុមគ្រួសារធីឲ្យទៅនិយាយថាចាំដីគេជំនួសអីចឹងទៅអញ្ចឹងធីនៅពេលលឺអញ្ចឹងគាត់នឹងក៏សម្រាប់ថាចេះឲ្យម៉ាក់របស់គាត់ទទួលឲ្យគាត់អ្នកទៅដេកចាំមួយបងប្រុសរបស់គាត់នឹងឯងអីដែលសំខាន់ទាំងអស់គ្នាដីដែលគាត់ត្រូវទៅដេកចាំហ្នឹងមិនមែននៅភូមិរបស់គាត់ទេនៅភូមិគេមួយទៀតនៅចិត្តភូមិគាត់ហើយអីដែលសំខាន់មួយទៀតហ្នឹងមិនមែននៅចាំកណ្ដាលភូមិនៅអីទាំងអស់គ្នាគឺនៅចុងភូមិនៅឆ្ងាយដាច់ស្រយាលមែនតើអញ្ចឹងឲ្យតែពេលដែលល្ងាចឡើងនេះខ្ទង់ម៉ោង5នេះគាត់ដល់ធាក់កង់ពីអ្នកប្អូនរបស់គាត់ហ្នឹងទៅដេកចាំដីគេនៅកន្លែងហ្នឹងហើយទាំងអស់គ្នានៅថ្ងៃដំបូងដែលគាត់ទៅមើលដីហ្នឹងគឺមានសភាពធំខ្លាំងមែនតើហើយមានដប2នៅខាងក្រោយដីហ្នឹងហ្មងទាំងអស់គ្នាគឺនៅក្នុងដីហ្នឹងទេប៉ុន្តែនៅខាងក្រោយដីហ្មងណាហើយក្នុងដីហ្នឹងក៏មានពិធីថាកូនខ្ទមមួយនៅកណ្ដាលដីដែរហើយក្នុងខ្ទមហ្នឹងគឺមានពិធីថារបស់ប្រើប្រាស់ចាស់អីចឹងណាអាចនិយាយបានថាអ្នកដែលគេនៅមុនគឺគេរស់នៅនឹងអីចឹងទៅហើយជុំវិញគឺមានសក្តានឈើដើមអីចឹងទៅអញ្ចឹងនៅពេលដែលគាត់មកចាំដីគេហ្នឹងគឺគាត់បាននិយាយមួយម្ចាស់ដីគេហើយថាពេលព្រឹកអីគាត់ទៅរៀនអីចឹងណាតតែពេលថ្ងៃខ្ទង់ម៉ោង1មកអីបានគាត់មកដីហ្នឹងអីចឹងណាគាត់ទៅផ្ទះទៅអីសិនចឹងទៅតតែពេលយប់ទៅគាត់នឹងមកដេកចាំពេលថ្ងៃរបៀបថាយើងទៅជួយស្រោចទឹកស្រោចអីគេអញ្ចឹងណាពេលយប់បានយើងមកដេកចាំនៅហ្នឹងហ្មងអញ្ចឹងគាត់នឹងគាត់ធ្វើអញ្ចឹងហើយម្ចាស់ដីគេក៏ព្រមដែរទាំងខ្លួនសារពេលហ្នឹងគឺពិបាករកអ្នកដែលមកចាំដីខ្លាំងមែនតើនឹងឯងអញ្ចឹងពេលដែលគាត់នៅយប់ដំបូងគាត់មកដេកចាំដីបងប្រុសរបស់គាត់ដែរបងប្រុសរបស់គាត់វានៅក្មេងគឺវាជាមនុស្សខ្លាចខ្មោចខ្លាំងមែនតើគ្រាន់តែឮសំឡេងឯងពុះប្រាស់ក៏វាខ្លាចដែរអញ្ចឹងនៅពេលដែលគាត់ដេកនៅក្នុងខ្ទមហ្នឹងជាមួយនឹងបងប្រុសរបស់គាត់នឹងឯងនៅក្នុងខ្ទមហ្នឹងណាគឺគេមានពូលភ្លើងហើយនឹងមានវិថាអគុយអត់មានភ្លើងតចូលទៅដល់ដីហ្នឹងឯងបងប្រុសគឺមានតែភ្លើងអគុយភ្លើងអីចឹងទៅហើយដីហ្នឹងបងប្រុសគាត់ថាពេលយប់ឡើងគឺស្ងាត់ខ្លាំងមែនតើលឺសលេងឆ្កែលូចេញពីក្នុងភូមិមកអីចឹងណាដោយសារតែដីហ្នឹងគឺវានៅឆ្ងាយពីគេដាច់សង្វាយហ្មងហើយបើសិនជាគាត់ជិះចូលទៅក្នុងភូមិគេវិញណាគឺត្រូវជិះចំហើយនេះគឺខ្ទង់3គីឡូដីទៅចូលទៅដល់ភូមិគេធំនឹងឯងបងប្អូនហើយគាត់ថាជុំវិញហ្នឹងគឺមានរបស់ហូបផ្លែច្រើនណាស់មានដើមស្វាយដើមមានដើមអីចឹងណាអញ្ចឹងគាត់ហ្នឹងក៏យកដំបងពេលគាត់មកដេកចាំហ្នឹងក៏វាមិនមែនមានជាបញ្ហាអីកើតឡើងដែរគាត់ហ្នឹងវាផ្លែកន្លែងគឺដេកមិនសឹងលក់អីចឹងទៅពេលដែលព្រលឹមឡើងគាត់នឹងក៏ជីកង់ត្រឡប់ទៅផ្ទះវិញដើម្បីរៀបចំខ្លួនទៅសាលាទៅអីចឹងបងប្អូនរៀបចំខ្លួនទៅសាលារួចក៏និយាយថាគាត់នឹងក៏ត្រូវមកដីនឹងមកផ្លែរបៀបខ្ទង់ម៉ោង2ដល់ពេលហ្នឹងណាមកនិយាយថាមើលកន្លែងចកាតើមានអីឲ្យគាត់ឆ្កាកាប់អីអត់ចឹងណាគាត់កាប់ឆ្កាកាប់អីរួចគាត់ក៏ត្រឡប់ទៅផ្ទះគាត់សិនហ្នឹងណាបងប្អូនរហូតដល់ម៉ោងខ្ទង់ហើយខ្ទង់ម៉ោង5គាត់ក៏ត្រូវជិះមកចកាហ្នឹងវិញដើម្បីមកដេកចាំឲ្យគេប៉ុន្តែពេលហ្នឹងគឺបងប្រុសរបស់គាត់វាប្រាប់ថាវាអត់មកទេវាសុំដេកមើលទូរទស្សន៍សិនចាំម៉ោង8ចាំជីកង់ទៅយកវាពីភូមិដែលគាត់រស់នៅនឹងផងដោយសារតែវាចង់មើលទូរទស្សន៍ចាំអីចឹងទៅព្រោះពេលហ្នឹងអាក្រុមគ្រួសាររបស់គាត់រកតលុយទិញទូរទស្សន៍មួយគឺអត់មានទេចឹងបងប្អូនរបស់គាត់គឺដើរមើលទូរទស្សន៍តាមផ្ទះគេអ្នកដែលគេស្គាល់ផ្នែកចិត្តខាងអីចឹងណាបងប្អូនចឹងនៅពេលឮបងប្រុសរបស់គាត់ថាចឹងគាត់ថាហ្នឹងហើយអីទេនៅមើលសិនទៅណាមួយទៀតគាត់គាត់នឹងបងគាត់ដែរទាំងអស់គ្នាចឹងទៅគាត់មកផ្ទះតែឯងទេខ្ទង់មក5ហ្នឹងនៅពេលដែលគាត់មកហ្នឹងគាត់ក៏របៀបថាកាន់របៀបថាធុងទឹកដើម្បីស្រោចទឹកជុំវិញផ្ទះស្រោចអីចឹងទៅទាំងអស់គ្នាប៉ុន្តែគាត់ថានៅពេលដែលគាត់នៅតែឯងណាបើទោះបីជាពេលហ្នឹងខ្ទង់មក5មិនល្ងឹតក៏ដោយប៉ុន្តែគាត់មានអារម្មណ៍ថាព្រឺសបោះឲ្យខ្លាចខ្លាំងមែនតើហើយភ្នែករបស់គាត់គឺចេះតែងាកសន្លឹងទៅអាតវកនៅខាងក្រោយដីទាំងអស់គ្នា
nghĩa là hốt quạt trong đang mình đang thá tờ bộ nó tờ bộ ấy kê bởi ta mơ tới vì mình tờ bộ để thắt đôi mình cái đĩa pun cái đĩa ấy cứ mình mến tê viết tờ bộ nó thường than chứ nó đôi cái lại những cái cặp sập cặp ấy chẳng á còn tay quạt nó cặp bàn xu lại để cái chăm nó môn tê hay cặp bàn xu lại để cái mà rau ai quạt nó mà chăm đây đang đai cặp bàn xu nó mày tự chẳng quạt nó có là việc ham thìยังใส่ละฮอดเรากวาดนั่งกวยมือเมเรียนมือไอ้เด็กขนมแต่นั่งฮอดเอามาบาดจับตรงจับปลาจบกวาดก็ชี้กังจังปิดใดนั่งดอกไม้ชี้โจ้ตึกขนมภูมิกวาดไว้ในเบตยอบเอาปลาบอกกวาดน้อยหนักทีจังเปเด็กกวาดชี้โจ้ตึกขนมภูมิกระทาตามเพลากูสงัดเหมือนแต่ตามเพลานั่นคือเพลาเวียดไซด์ต่างคือกูสงัดได้คอยครั้งแน่กวาดมินเปิลมวยนั่นก็คือการประดาแทบการประดาแล้วฮอดตลอดภูมิบอกกวาดตำรวจกวาดชี้ตลอดภูมิบอกกวาดไว้ในต่างนี้คือต้องมาผมไปกันละให้จังเอาขวานตลอดเพลียมปั๊บเอาปลาบอกกวาดล่างกังให้ชี้ตลอดมาเป็นจมูกทีเปเด็กกวาดชี้มาต่างทีชี้มาตามเพลาអូនប្រុសរបស់គាត់ទៅពី object គាត់ប្រាប់ថាចេះអ៊ូចង់នៅទីទីខ្លាចាស់របៀបថាវាធ្លាប់តែនៅកន្លែងភូមិអ៊ូអដល់ពេលសុកជីចូលមកកន្លែងស្ងាត់អញ្ចឹងគ្នាគឺក្មេងវាខ្លាចខ្លាំងមែនតើប៉ុន្តែគាត់ថាអត់អីជីចូលមកពេលដែលគាត់ជីចូលមកហ្នឹងណាក៏គាត់បានឃើញមនុស្សចាស់ម្នាក់ដើរចូលទៅក្នុងដីហ្នឹងមនុស្សចាស់ហ្នឹងណាវាថាគាត់ស្លៀកពាក់មករបៀបថាជាស្រង់ពណ៌ខ្មៅហើយអាវពណ៌សហើយដូចមនុស្សយើងធម្មតាដើរចូលក្នុងដីហ្នឹងទេអញ្ចឹងពេលដើរចូលមកអញ្ចឹងទេគាត់តុកកង់រួចគាត់ក៏ចង់សួរថាយាយមករកអីគេហើយយាយហ្នឹងក៏គាត់ថាចេះយាយមកមើលដីយាយចង់មើលដែរឲ្យមើលបានអត់របៀបសួរគាត់អញ្ចឹងគាត់ថាចេះងត់អីយាយឲ្យមើលអីទេអញ្ចឹងគាត់ក៏គិតថាចេះសង្ស័យតែយាយហ្នឹងបងប្អូនអ្នកដែលគេមកសួរគាត់មកសួរក្រុមគ្រួសារគាត់ឲ្យជួយមើលដីអញ្ចឹងណាទើបគេចង់មកដឹងគេចង់មកមើលឲ្យច្បាស់តើពួកគាត់ពិតជាមកដីចាំដីនឹងមែនឬក៏អត់គាត់គិតអញ្ចឹងទាំងអស់គ្នាហើយយាយម្នាក់ហ្នឹងក៏អត់មានការប៉លមានអីទាំងអស់គាត់ដើរដូចធម្មតាអញ្ចឹងតែគាត់អាយុច្រើនហើយគាត់មើលរូបរាងយាយម្នាក់ហ្នឹងគឺរបៀបថារៀងចាស់ដែរអាយុខ្ទង់70ឆ្នាំឯងទាំងអស់គ្នាប៉ុន្តែគាត់ដើរមួយសភាពល្ងឹតគាត់ដើរអាចដើរទៅបានតែគាត់អត់មានប៉លមានប្រចាំផងចឹងទីគាត់ចូលទៅក្នុងផ្ទះហ្នឹងរួចក៏និយាយថាបើកអាប្អួយបើកអាប្អួយនៅក្នុងខ្ទមហ្នឹងបងប្អូនបើទាំងអស់ទៅឃើញយាយហ្នឹងក៏គាត់ដើរមើលជុំវិញដីហ្នឹងរួចគាត់ហ្នឹងក៏បងអង្គុយក្រែនៅមុខខ្ទមអង្គុយអោបជង្គង់នៅក្រែមុខខ្ទមហ្នឹងណាហើយក៏សួរគាត់ថាចេះអានេះអត់ខ្លាចទេស្ងាត់តែអញ្ចឹងគាត់ថាខ្ញុំខ្លាចតែយាយប៉ុន្តែតែខ្ញុំក្រពេលអត់មានលុយទេអញ្ចឹងគាត់តាមមកអញ្ចឹងទោះបីជាខ្លាចក៏ត្រូវទៅមកឲ្យដែរអញ្ចឹងណាចុះគាត់ងក់ក្បាលទៅគាត់សើអញ្ចឹងណាចុះគាត់ថាចូលដេកទៅយកពេទ្យអីទេយាយអង្គុយនឹងសិនមកស្ទុះទៅបាត់ដើរទៅវិញអញ្ចឹងគាត់មានប្អូនប្រុសរបស់គាត់ហ្នឹងធីហ្នឹងក៏គាត់ដើរចូលក្នុងខ្ទមហ្នឹងចង់មកចង់ឲ្យដេកនៅក្នុងក្រែនៅក្នុងខ្ទមជាមួយបងប្រុសរបស់គាត់ហើយនៅពេលដេកហ្នឹងអ្នកគ្នាគាត់ចេះតែងាកភ្នែកស្លឹងមកមើលយាយហ្នឹងមកមើលស្លឹងមើលចំម្លងយាយគាត់នឹងអង្គុយស្ងៀមអង្គុយសើចេះហើយស្លឹងមើលចឹងបងនេះហើយសើសលេងគាត់គឺហើយមើលចុះមើលឡើងជុំវិញដីនឹងចឹងទៅចឹងពេលហ្នឹងគាត់ដែលថាអស់កម្លាំងផងអីផងដោយសារធាក់កង់ចូលឡើងហ្នឹងគាត់ក៏ដេករហូតទៅដល់ម៉ោងហើយជិតខ្ទង់កណ្ដាលយប់អាចនឹងកណ្ដាលយប់ជ្រៅដែរបងប្អូនដោយសារពេលហ្នឹងគាត់មានម៉ោងមើលទេដឹងព្រមតែវាជប់ជ្រៅមែនតើជុំវិញផ្ទះក៏ចាប់ដើមឮសំឡេងសត្វយំឬថាសំឡេងចរិតយំណាអស់ពីសំឡេងចរិតយំឮសំឡេងក្មេងយំឬសំឡេងក្មេងយំឬថាយំដូចគេវាយទេបងប្អូនមិនមែនកូនងាយទេណាគឺសំឡេងដូចថាកូនខ្នាអាយុប្រហែលជាខ្ទង់7 8ឆ្នាំឮសំឡេងយំហើយរត់ជុំវិញខ្ទមរបស់គាត់ហ្នឹងឯងរត់ជុំវិញអាខ្ទមដែលគាត់ដេកចាំដីហ្នឹងអញ្ចឹងពេលហ្នឹងគាត់ក៏ចេះពីណាគេមករត់អីក៏មកតែម៉ោងប៉ុណ្ណឹងតែកណ្ដាលយប់អញ្ចឹងគាត់ក៏ដើរចេញពីខ្ទមមកមុនគាត់ដើរចេញហ្នឹងគាត់ក៏យកឲ្យរបៀបថាដោតយើងមិនមានអត្តកាប់ដើម្បីដោតជាមួយនឹងអាគុយភ្លឺគាត់ដោតតកាប់នឹងហើយក៏ឃើញបងប្រុសគាត់កំពុងតែដេកឃ្លុំភួយអញ្ចឹងគាត់ក៏ដើរចេញពីក្នុងខ្ទមដើរចេញមកហើយដល់មកដល់ពេលគាត់ដើរចេញមកហ្នឹងក៏គាត់ឃើញយាយនឹងឈោក្រោយខ្នងគាត់ចែហើយក្រាបមកតែអីមិនដេកទៅយាយវាយចៅយាយហ្នឹងថាតែជប់ហើយវាអត់ព្រមដេកទេហើយនៅពេលគាត់ងាកទៅមើលយាយហ្នឹងអស់មកដល់ភ្នែកយាយហ្នឹងគឺខំចូលទៅក្នុងមើលគឺខំចូលទៅក្នុងនឹងឯងទាំងអស់គ្នាហើយគាត់ថាពេលហ្នឹងពលឺភ្លើងអាគុយដែលចាំងមកនឹងគឺអាចធ្វើឲ្យគាត់មើលមុខមនុស្សឃើញហើយបើមិនជាមនុស្សយើងធម្មតាគឺឃើញភ្នែកឃើញអីចឹងណាប៉ុន្តែនេះគឺអត់ទេឃើញខំខ្មៅជ្រៅទៅខាងក្នុងហើយឃើញយាយនេះគឺញឹមចឹងហើយយាយគាត់ទៅវាយចៅយាយតើបន្ទាប់មកទាំងអស់គ្នាដើម្បីឲ្យគាត់ស្រឡឹងមើលជុំវិញខ្ទមហ្នឹងចៅដែលយាយនឹងនិយាយមិនមែនមានតែម្នាក់ទេគឺមានច្រើនអ្នកខ្លាំងមែនទេស្រុកក្មេងតូចរត់ស្រាតពេញជុំវិញខ្ទមហ្នឹងហើយអាយុគឺដូចគាត់ស្នាតខុសចឹងគឺខ្ទម7 8ឆ្នាំរត់ជុំវិញទាំងហ្នឹងឯងគ្នារត់ជុំវិញហ្នឹងចឹងហើយនៅពេលគាត់ងាកស្រឡឹងទៅលើដើមឈើដែលនៅក្នុងដីចកាហ្នឹងគាត់ឃើញតាមដើមឈើមួយទាំងគ្នាគឺមានមនុស្សស្រីពេកូនមានមនុស្សប្រុសឈរឬថាចប់ឬថាអីគេពីថាពាក់ក្បិនណាពាក់ក្បិនសក់ក្បិនក្រហមឈរនៅលើដើមឈើហ្នឹងជុំវិញនឹងទាំងអស់គឺសុទ្ធតែដូចមានមនុស្សរស់នៅចឹងទាំងអស់គ្នាទាំងដែលគាត់ដឹងច្បាស់ថាមនុស្សទាំងអស់ហ្នឹងមិនមែនជាមនុស្សយើងធម្មតាទេចំណែកយាយហ្នឹងគឺគាត់តែពីដឹងចៅដឹងគ្រប់ជុំវិញនឹងឲ្យទេទាំងនេះគាត់ឃើញប៉ុណ្ណឹងគាត់របៀបថាបាសសក់
បាសសាក់ជ្រោមហ្មងឯសំខាន់រួមខ្លួនរបស់គាត់នឹងគឺបាសទាំងអស់គាត់រត់ចូលទៅក្នុងខ្ទមវិញដេកខ្លួនភុយមួយបងប្រុសគាត់ហើយគាត់អោបបងប្រុសរបស់គាត់អីចឹងទៅសំណាងល្អដែលបងប្រុសរបស់គាត់គាត់បានឃើញទេទាំងអស់គ្នាគឺឃើញតែគាត់នឹងឯងដល់ពេលដែលព្រលឹមឡើងបងប្រុសរបស់គាត់បាក់ភ្នែកឡើងគឺឆ្ងល់មែនទែនសាធីគឺខ្សក់គាត់បាសជ្រោមគឺគាត់បាសជ្រោមគាត់ភ័យមែនទែនទាំងអស់គ្នាគាត់ភ័យគាត់ខាត់ដាក់លុកទេដល់ថ្នាក់គាត់ធ្លាក់ខ្លួនឈឺទាំងអស់គ្នាអញ្ចឹងហើយដោយសារតែគាត់ហ្នឹងទទួលលុយគេឡើងបានខែ2-3ខែជាប់គ្នាហើយអញ្ចឹងម៉ាក់ប៉ារបស់គាត់គឺជាអ្នកដែលមកដេកជំនួសម៉ាក់របស់គាត់ពេលខ្លះទៅមកគេងតែឯងទេដោយសារប៉ារបស់គាត់គឺត្រូវយាមនៅរោងចក្រដល់យប់ដល់អីចឹងទៅហើយគាត់ក៏ដឹងដែរថាចែម៉ាក់របស់គាត់ច្បាស់ជាជួបរឿងដូចគាត់អញ្ចឹងគ្រាន់តែម៉ាក់របស់គាត់នឹងគឺអត់និយាយណាមួយអាចថាកត្តាជីវភាពធ្វើឲ្យគាត់និយាយថាលែងខ្លាចអីទាំងអស់ហ្នឹងឯងនៅអង្គពីចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះក៏មានតែប៉ុណ្្នឹងដែរបើសិនអ្នកគ្នាមានរឿងចែករំលែកណាកុំភ្លេចឆាតមកក្នុងខាង IG ខ្ញុំផង